ទឹកគ្រឿងបងប្អូនញ៉ាំនៅក្នុងថ្ងៃទិវាអ្នកម្ដាយមានអារម្មណ៍ថាមុខម្ហូបមួយមុខហ្នឹងឆ្ងាញ់ប្លែកជាងមុខម្ហូបរាល់ដងទៀតព្រោះដោយសារតែខ្ញុំចេះតពីម៉ាក់ខ្ញុំមកហើយក៏ជាថ្ងៃពិសេសដែលខ្ញុំបានញ៉ាំជាមួយនឹងម៉ាក់ខ្ញុំផ្ទាល់ដែរហើយទឹកគ្រឿងហ្នឹងបើថាចង់ឲ្យឆ្ងាញ់តើយើងមានបន្លែឲ្យគ្រប់មុខនេះបងប្អូនមានកាន់តែច្រើនគឺថាទឹកគ្រឿងហ្នឹងកាន់តែឆ្ងាញ់ហើយថ្ងៃនេះទឹកគ្រឿងក៏ខ្ញុំដាក់ញ៉ាំជាមួយនឹងទឹកផ្លែឈើ fresh ដែរបងប្អូនថ្ងៃសំខាន់ថ្ងៃទិវាអ្នកម្ដាយយើងគួរតែទិញជូនម៉ាក់ជាទីស្រឡាញ់របស់យើងហើយសម្រាប់ទឹកផ្លែឈើ fresh នេះគឺមានដល់ទៅ6រសជាតិបងប្អូនមានទឹកតឡាចទឹក fresh តែទឹកឃ្មុំមានទឹកសណ្ដែកហើយជាមួយនឹងផ្លែប៉ោមអូយបងប្អូននោះសិតតែតំណងហើយមានតពាំងបាយជូរទៀតណាខ្ញុំចូលចិត្តហ្មងហើយជាមួយនឹងមានផ្លែកលែននៅដែរបងប្អូននិយាយទៅមានដល់ទៅ6រសជាតិហ្នឹងហើយសម្រាប់ទឹកផ្លែប៉ោមនេះបងប្អូនជួយកាត់បន្ថយភាពមួម៉ៅនិងធ្វើឲ្យប្រព័ន្ធប្រសាទក្នុងរាងកាយរបស់យើងហ្នឹងដំណើរការបានល្អមកហើយសម្រាប់មកកត្រកនេះគឺជូនជាពិសេសសម្រាប់ម៉ាក់ជាទីស្រឡាញ់របស់ខ្ញុំនៅក្នុងថ្ងៃពិសេសនេះហើយឥឡូវនេះគឺយើងចាប់ផ្ដើមមកធ្វើទឹកគ្រឿងរបស់យើងហើយបងប្អូនហើយទឹកគ្រឿងនេះខ្ញុំចេះតមកពីម៉ាក់ខ្ញុំអញ្ចឹងហើយយើងទៅអត់មានអីច្រើនទេបងប្អូនមានតែត្រីរ៉ស់មួយនឹងសម្អាតវាឲ្យស្អាតមកយើងដាក់រំដេងមួយស្លឹកគ្រៃគល់គ្រៃស្លឹកក្រូចសើចអីហ្នឹងយើងស្ងោរវាឲ្យឆ្អិនទឹកវានឹងកុំចោលបងប្អូនយើងដាក់ជាមួយនឹងប្រហុកមានអំពិលទុំហើយយើងច្របល់វាយើងយកទុកតែថាស្រោចជាមួយនឹងត្រីដែលយើងបានបុកអញ្ចឹងណាបងប្អូនហើយឆ្លៀតពេលបន្តិចហ្នឹងគឺយើងមកនេះបងប្អូនយើងដាក់គ្រឿងទាំងអស់ហ្នឹងយកទៅដុតវា10នាទីទៅនិយាយទៅបងប្អូនអត់មានម៉ាស៊ីនដុតបងប្អូនអាចយកវាទៅលីងក៏បានដែរឲ្យថាកាន់តែឈ្ងុយអញ្ចឹងបងប្អូនហើយខ្ញុំដាក់ប្រមាណមុខហ្នឹងទៅហើយសម្រាប់បន្លែដែលខ្ញុំកំពុងលាងនេះគឺយើងយកវាយកទៅស្រោះអញ្ចឹងអូអាបន្លែប្រមាណមុខនេះខ្ញុំចូលចិត្តញ៉ាំមែនតើបងប្អូនស្រស់និយាយថាពីបានស្រស់ញ៉ាំមកតុនឆ្ងាញ់មកហ្មងជាពិសេសមានតកួនហើយនឹងផ្កាស្ដៅនោះអូអានេះវាមានផ្កាបងប្អូនមានផ្កាមានអីមកអូយល្វីងតែតឆ្ងាញ់មែនតើណានិយាយទៅការនៅទូចអត់ចេះញ៉ាំទេបងប្អូនដល់ពេលមកដល់ធំឡើងចេះទៅបានថាចេះញ៉ាំអញ្ចឹងការនៅទូចឃើញគាត់ធ្វើតំណងមែនតើដល់ពេលសាក់ភ្លក់ចុះភ្លក់ឡើងអូយនិយាយទៅចូលចិត្តមែនតើនៅរសជាតិហ្នឹងអញ្ចឹងណាបងប្អូនហើយឥឡូវនេះគឺយើងបានគ្រឿងរបស់យើងបានហើយហ្នឹងគឺយើងយកត្រីរបស់យើងហ្នឹងយកមកបុកមកនេះយើងបុកវាឲ្យម៉ត់អញ្ចេះមកគឺថាយើងយកវាយកទៅលាយបានណាហើយលាយនោះអត់មានអីបាក់អាទឹកមិញតែថាយើងលាយប្រហុកលាយបើទុំហ្នឹងយើងយកចាក់ចូលលាយសណ្ដែកដីជាមួយនឹងជីអាណាជីនឹងវងអីមកប៉ុណ្ណឹងមកបានហើយយើងបាច់លាយម្សៅស៊ុបប៊ីចេងអីអំបិលអីច្រើនទេបងប្អូនដាក់ទៅស្ករបន្តិចមកមានជាតិឆ្ងាញ់មកហ្មងបងប្អូននិយាយទៅនេះអូយបានថាមួយចាននេះញ៉ាំអូយនិយាយទៅខុសប្លែកពីមុខម្ហូបដែលយើងញ៉ាំរាល់ដងអញ្ចឹងណារាល់ដងអីមិនសូវទេបងប្អូនហើយប៉ុន្តែថ្ងៃនេះគឺថាមុខម្ហូបមួយដែលពោពេញទៅដោយក្តីស្រឡាញ់មុខម្ហូបដែលពោពេញទៅដោយការនឹកអលការនៅក្មេងៗអញ្ចឹងកាលនៅតូចមិនចេះញ៉ាំបន្លែញ៉ាំអីបងប្អូនប៉ុន្តែអឺតមើលគាត់ធ្វើអញ្ចឹងហើយឃើញគាត់រៀបបន្លែឡើងថាចម្រោះពណ៌សពមុខអញ្ចឹងហើយយើងនេះទុកមិនបានបងប្អូនយើងចេះសាកទៅចេះញ៉ាំបន្លែដល់ឥឡូវកាលនៅតូចអីអូឃើញបន្លែអីស្បត់រត់ហ្មងអត់ចេះញ៉ាំទេប៉ុន្តែឥឡូវនេះបាច់ទេបងប្អូនអើយឃើញតែប៉ុណ្ណេះអីនោះអូច្បាមយកហ្មងហើយឃើញមាត់ម៉ាក់ខ្ញុំញ៉ាំចេះតំណងហើយបងប្អូនកុំភ្លេចទេទិញទឹក fresh ទុកដើរលេងជាមួយនឹងម៉ាក់យើងហើយបើថាបានផ្លាសេទឹក fresh របស់យើងឲ្យត្រជាក់ទៀតបងប្អូនអើយកាន់តែឆ្ងាញ់មកហ្មងចាំវីដេអូ